ញោមនេះគេហៅញោមក្រៅអង្ការអ្នកខ្លះគេហៅញោមម៉ាយ៉ូណេសអ្នកខ្លះទៀតគេហៅញោមឡាវហៅមិនក៏បានដែរស្គាល់មួយណាហៅមួយនឹងទៅបើអត់ស្គាល់ទេហៅតាមគេមួយណាក៏បានតាមពិតទៅគេដាក់ឈ្មោះច្រើនតែដើម្បីសង្កត់ទៅលើចំណុចណាមួយនៃរបស់នោះសម្រាប់ឲ្យងាយចំណាំតាមអ្វីដែលគេស្គាល់ហើយមនុស្សនៅលើโลกនេះក៏ស្គាល់វត្ថុមិនដូចគ្នាដែរដូច្នេះគូកុំប្រកាន់ប្រសិនបើគេហៅអ្វីមួយខុសពីយើងនេះចំពោះរបស់តែមួយដែលហៅឈ្មោះខុសគ្នាហើយចំណែកអ្នកខ្លះទៀតឈ្មោះដូចគ្នាតែកាត់ន័យយល់ខុសគ្នាសំដៅទៅលើរឿងផ្សេងគ្នាទៅតាមការយល់ដឹងនិងគំនិតដែលគេតែងតែប្រកាន់យកនៅក្នុងខ្លួនហើយអ្វីដែលគួរឲ្យសោកស្ដាយនោះគឺក្រុមមនុស្សដែលតែងតែកាត់ន័យស្មើមួយមកជាន័យអវិជ្ជមានជានិច្ចជាក់ស្ដែងដូចជាការសម្គាល់ទៅលើពាក្យថាកម្មករអ្នកបោសសម្អាតអ្នកឡើងត្នោតឬអាជីពផ្សេងដែលជាទូទៅមានន័យស្មើធម្មតាតាមប្រភេទការងារដែលពួកគាត់ធ្វើចំណែកមនុស្សមួយចំនួនបែរជាបន្ថែមអត្ថន័យអវិជ្ជមានដូចជាពាក្យថាជាមនុស្សតូចទាបក្រីក្រនិងមិនសំខាន់អីជាដើមពួកគេធ្វើបែបនេះមិនមែនបន្ថែមអត្ថន័យដើម្បីឲ្យងាយយល់ទេគេគ្រាន់តែចង់បន្ថែមអត្ថន័យលួងចិត្តគេខ្លួនឯងឲ្យមានអារម្មណ៍ថាខ្លួនឯងនៅលើអ្នកដទៃប៉ុណ្ណោះប៉ុន្តែតាមពិតទោះគេតូចក៏មិនមែនមានន័យថាអ្នកជាមេពួកគេក្រក៏មិនមែនមានន័យថាគេពឹងលើអ្នកចិញ្ចឹមហើយបើគេមិនសំខាន់ក៏មិនមែនមានអ្នកជួលឲ្យគេធ្វើការឲ្យនោះទេដូច្នេះការសម្គាល់អ្វីមួយគួរសម្គាល់តាមការពិតជាទូទៅកុំសម្គាល់តាមអារម្មណ៍អវិជ្ជមានរបស់ខ្លួនឯងព្រោះអារម្មណ៍ខ្លះមិនត្រឹមត្រូវទេវាមិនត្រឹមតែមិនបានបញ្ជាក់ពីការពិតនៃរបស់ដែលអ្នកសម្គាល់នោះតែបែរទៅជាបញ្ជាក់អំពីការពិតនៃគំនិតអាក្រក់របស់ខ្លួនឯងទៅវិញ